ដៅក្តៅក្រោយពីមានការទម្លាយនៅអត្តចរិតរបស់លោកត្រីសក្តាកាលនៅរៀនស្រាប់តែមហាជនបានផ្ទុះប្រតិកម្មថាថ្មីនេះមានការចែកចាយយ៉ាងប្រងព្រាតនៅសាររបស់សិស្សច្បងម្នាក់ដែលបានទម្លាយអំពីអត្តចរិតរបស់លោកត្រីសក្តាកាលនៅរៀនដោយបានអះអាងថាលោកធ្លាប់ជាក្មេងស្លូតត្រង់និងមានសិលធម៌ល្អក៏ប៉ុន្តែបានផ្លាស់ប្ដូរដោយសារតែការសេពគប់ការលើកឡើងនេះបានបង្កឲ្យមានប្រតិកម្មយ៉ាងចម្រុះពីសំណាក់បងប្អូនមហាជនតើការសេពគប់មិត្តពិតជាអាចផ្លាស់ប្ដូរមនុស្សម្នាក់ដល់កម្រិតណាហើយតើមហាជនបានយល់ឃើញយ៉ាងណាដែរចំពោះការអះអាងនេះនៅប៉ុន្មានថ្ងៃកន្លងមកនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានផ្ទុះនៅការចែករំលែកយ៉ាងក្តៅគគុកជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តរបស់តារាចម្រៀងនិងជាអ្នកនិពន្ធល្បីឈ្មោះលោកត្រីសក្តាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី7ខែសីហាឆ្នាំ2026កន្លងទៅនៅលើផ្លូវ598ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញដោយលោកត្រីសក្តាបានបើកឡានថយក្រោយបុកជាមួយនឹងឡានចំនួន2គ្រឿងនិងកិនម៉ូតូ1គ្រឿងបណ្ដាលឲ្យក្មេងម្នាក់បានបាត់បង់អាយុជីវិតរីឯម្ដាយរបស់ក្មេងស្រីរងគ្រោះបានទទួលរងនៅរបួសធ្ងន់អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលនោះគឺនៅក្រោយពេលដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងបានពិនិត្យរកឃើញថាលោកមានផ្ទុកនៅសារធាតុញៀននៅក្នុងខ្លួនផងដែរក្រោយពីហេតុការណ៍នេះក៏មាននៅការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គមក្នុងនោះក៏មាន account Facebook ដែលមានឈ្មោះថា Ren ច័ន្ទរិទ្ធដែលអះអាងថាគឺជាសិស្សច្បងរបស់លោកត្រីសក្តានៅសាលា PUC បានធ្វើការបង្ហោះសាររៀបរាប់អំពីអត្តចរិតរបស់តារាប្រុសរូបនេះបើយោងទៅតាមការបង្ហោះនោះដែលដកស្រង់សម្ដីពីសំណាក់មិត្តរួមថ្នាក់និងគ្រូបង្រៀនបានឲ្យដឹងថាលោកត្រីសក្តាធ្លាប់ជាក្មេងស្លូតត្រង់មានសិលធម៌ល្អចេះគោរពមនុស្សជុំវិញខ្លួនមិនចេះប្រើប្រាស់នៅពាក្យអសុរោះឬមានចំនួននោះឡើយជាពិសេសលោកគឺជាក្មេងដែលតស៊ូព្យាយាមនិងមានទេពកោសល្យក៏ប៉ុន្តែសិស្សច្បងរូបនេះបានធ្វើការអះអាងថាលោកត្រីសក្តាបានផ្លាស់ប្ដូរចរិតលក្ខណៈចេះប្រើប្រាស់នៅពាក្យអសុរោះតាមបណ្ដាញសង្គមក្រោយពេលដែលលោកទៅសេពគប់ជាមួយនឹងក្រុម idol ដែលពូកែខាងនោះនៅក្នុងសារដដែលនោះ account Facebook Ren ច័ន្ទរិទ្ធក៏បានលើកឡើងជាសំណួរតាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀនដោយបានបញ្ជាក់ថាគ្រឿងញៀនប្រើប្រាស់មួយតុកជុំគ្នាត្រីសក្តាចេញលុយនិងទទួលខុសត្រូវតែម្នាក់ឯងសួរថានរណានាំប្អូនត្រីសក្តាឲ្យប្រើប្រាស់គ្រឿងញៀនក្រុមណានរណាជាអ្នកចែកចាយគ្រឿងញៀនយ៉ាងណាមិញនេះគ្រាន់តែជាការលើកឡើងរបស់ម្ចាស់ account ខាងលើតែប៉ុណ្ណោះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីស្ថាប័នសមត្ថកិច្ចជុំវិញបញ្ហានេះនៅឡើយនោះទេការបង្ហោះរបស់បណ្ដាញសង្គម Ren ច័ន្ទរិទ្ធខាងលើទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមដោយមានមតិជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ដែលភាគច្រើនបានបង្ហាញនៅការមិនយល់ស្របអ្នកបញ្ចេញមតិភាគច្រើនបានយល់ឃើញថាការប្រើប្រាស់គ្រឿងញៀនឬការប្រព្រឹត្តអំពើខុសឆ្គងនោះគឺជាជំរើសនិងជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗបើទោះបីជាមានការអូសទាញក៏ដោយពួកគេក៏បានលើកឡើងអំពីការទទួលខុសត្រូវចំពោះជនរងគ្រោះនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរបាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើមើលទៅតាមព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះករណីនេះបានឆ្លុះបញ្ចាំងអំពីបញ្ហាជាច្រើនដែលសង្គមយើងគួរយកចិត្តទុកដាក់ទី1ការលើកឡើងអំពីឥទ្ធិពលនៃការសេពគប់មិត្តភក្តិជាការពិតណាស់មជ្ឈដ្ឋានជុំវិញខ្លួនអាចជះឥទ្ធិពលដល់អាកប្បកិរិយារបស់មនុស្សម្នាក់ៗក៏ប៉ុន្តែចំណុចនេះมันអាចយកមកធ្វើជាលេសដើម្បីរួចផុតពីការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឯងបាននោះទេជាពិសេសទង្វើដែលបំពានច្បាប់និងបង្កឲ្យមានការបាត់បង់អាយុជីវិតដល់អ្នកដទៃទី2ការបញ្ចេញមតិនៅលើបណ្ដាញសង្គមយើងខ្ញុំបានឃើញថា
មហាជនមានការប្រតិកម្មយ៉ាងរហ័សនិងខ្លាំងក្លាជាទីបំផុតចំពោះការលើកឡើងរបស់ម្ចាស់ account Facebook Ren Chandra នេះគឺជាការបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់បងប្អូនមហាជនទៅលើករណីនេះយ៉ាងណាក៏ដោយយើងគួរតែប្រុងប្រយ័ត្ននៅក្នុងការបញ្ចេញមតិនិងជៀសវាងនៅការប្រើប្រាស់នៅពាក្យជេរប្រមាថឬក៏វាយប្រហារទៅកាន់បុគ្គលណាម្នាក់ចំណុចទី3ការលើកឡើងអំពីការសង្ស័យពាក់ព័ន្ធនឹងបណ្ដាញចែកចាយគ្រឿងញៀនចំណុចនេះគឺជារឿងដ៏រសើបនិងទាមទារឲ្យមាននៅការស៊ើបអង្កេតយ៉ាងម៉ត់ចត់ជាទីបំផុតពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចយើងក៏មិនគួរប្រញាប់ធ្វើការសន្និដ្ឋានដោយគ្មានភស្តុតាងច្បាស់លាស់នោះទេក្នុងនាមជាអ្នកតាមដាននៅព័ត៌មានយើងខ្ញុំសូមចូលរួមរំលែកទុកយ៉ាងក្រៀមក្រំជាទីបំផុតចំពោះក្រុមគ្រួសារនៃជនរងគ្រោះហេតុការណ៍នេះគឺជាមេរៀនដ៏ជូរចត់មួយសម្រាប់យើងទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍និងការទទួលខុសត្រូវចំពោះទង្វើរបស់យើងខ្ញុំសូមអំពាវនាវឲ្យបងប្អូនមហាជនរងចាំមើលនៅចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចមុននឹងធ្វើការសន្និដ្ឋានណាមួយសូមប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវនិងជៀសវាងនៅការចែករំលែកនៅព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ចំពោះករណីរបស់លោកត្រីសក្តាគឺជារឿងមួយដែលទាមទារឲ្យមានការតាមដានដោយប្រុងប្រយ័ត្នយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនៅព័ត៌មាននេះប្រសិនបើមានការបញ្ជាក់បន្ថែមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជាចុងក្រោយនេះក៏សូមអរគុណដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាតាមដានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់